ពាក្យថាធ្ងន់ធ្ងរមើលទេលោកធ្ងរធ្ងន់ធ្ងរធ្ងរមានរមុខធ្ងន់ធ្ងរបានសេចក្តីទៅថាចេះអត់ចេះទ្រាំគេនិយាយទៅពីផ្លូវចិត្តគំនិតហើយនឹងមនុស្សដែលជាអ្នកចេះអត់ធ្មត់គេហៅមនុស្សធ្ងន់ធ្ងរចិត្តធ្ងន់ធ្ងរដោយគេនិយាយថាគេអ្នកនឹងគេមនុស្សគេធ្ងន់ធ្ងរណាមិនហៅធ្ងន់ធ្ងរថាមិនមែនងាយនឹងឆ្លោះនឹងប្រកែកនឹងខឹងសម្បានណាមកទុកជាខឹងក៏គេមិនចេញឲ្យឃើញទេមនុស្សយ៉ាងហ្នឹងគេហៅមនុស្សធ្ងន់ធ្ងរបើគេនិយាយពីផ្លូវចិត្តថាចិត្តគេធ្ងន់ធ្ងរសូមឲ្យពិចារណាមើលតាមសត្រាចាស់ឬមើលក្នុងវចនានុក្រមចុះវចនានុក្រមពីដើមកាលធ្វើខ្វះនេះពាក្យហ្នឹងឥឡូវលឺតែគេឆែកឥឡូវទៅយកពាក្យធ្ងន់ធ្ងរមកនិយាយពីការអន្តរាយដូចជាចម្បាំងរាំងជលអីថានេះកាត់នេះវិទ្យុជាតិហ្នឹងចំណាំទៅលើស្ថានភាពនៅប្រទេសលាវឥឡូវកាន់តែធ្ងន់ធ្ងរឡើងបានសេចក្តីទៅថាឥឡូវចិត្តស្ងប់ហ៎គឺអត់ច្បាំងដែរអត់ធ្ងន់ទៅហើយចង់អញមកអញមិនវល់អាមួយតែអញក៏មិនវល់ដែរឈប់ទៅពួកបានសេចក្តីចេះទៅវិញធ្ងន់ធ្ងរមិនមែនជារឹតឡើងទេបើគេចង់និយាយចឹងថាឥឡូវកាន់តែធ្ងន់ឡើងហើយកាន់តែធ្ងន់ឡើងឬធ្ងន់ខ្លាំងចេះទៅដល់បានមកឃើញថាវារឹតទៅឡើងដៃដល់ទៀតទៅដាក់ធ្ងន់ធ្ងរនោះវាជាបានការថាប៉ិនអត់ប៉ិនធន់ហ្នឹងវាមានន័យគេចឹងពាក្យខ្មែរយើងគេប្រើមកយូរហើយយើងមិនមែនបង្កើតទេខ្លះវាជាពាក្យបាលីសំស្ក្រឹតយើងយកមកប្រើអាហ្នឹងវាមានន័យទៅតាមហ្នឹងដូចជាផ្លឹកអីចឹងផ្លឹកវាពន្លឹកគឺភ័យដល់ពន្លឹកហើយសបាយពន្លឹកទៅមួយបានជាអាត្មាទៅទេសនាឯណាមានខ្លះមកសូត្រសន្តរកថាឯងឡើងលើក្រែស្លុកក្រៅយើងខ្ញុំបានសម្ដេចស្ដេចមកទៅទានធម៌ទេសនានោះមានអំណរដល់ពន្លឹកចប់ទៅអាត្មាគាត់បន្តិចទេអាត្មាទាំងបើភ្លឹកអស់មួយរោងហ្នឹងនឹងទេឲ្យណាស្ដាប់ទេដួលអស់បាននិយាយបញ្យល់ថានិយាយហ្នឹងមិនត្រូវទេក្រោយកំផាអញ្ចឹងត្រេកអរណាស់ក្រៃលែងក្រៃពេកពុនប្រមាណអីទៅក៏ឲ្យពពងត្រេកអរដល់ពន្លឹកមកដួលអស់មួយរោងហើយឲ្យណាស្ដាប់បើអញ្ចឹងនឹងបញ្យល់ទេប៉ុន្តែថាដែលនិយាយអញ្ចឹងទៅវាដូចជាគេហៅថាអំអៀមស្ងៀមជាងសដីស៊ីជេខ្ចីជាងនៅមាត់ប្រទេសប៉ុណ្ណោះទេគឺថាកុំស្ដីទៅល្អជាងបើអត់អីស៊ីជេខ្ចីនៅក្បែរហ្នឹងគៀមទៅអត់ហើយមកដាក់អាហ្នឹងមិនចាប់ដេកទៅក៏បានដូចតែហ្នឹងអញ្ចឹងដែរនិយាយហ្នឹងមិនមែនតាំងចិត្តថាឲ្យអស់លោកអ្នកស្ដាប់អ្នកទៅគោរពតាមជឿតាមនោះទេគាត់ថាបថុយដូចថាជាងស៊ីបាយក្រៀមស៊ីជេខ្ចីទៅអាត្មាយល់មិនជឿអាត្មាទាំងអស់ទេពីព្រោះវាសុខចិត្តទៅហើយសុខមិនដឹងអីទៅហើយពាក្យគេមានន័យរបស់គេពាក្យខ្មែរយើងវាមានន័យប៉ុន្តែមានពាក្យខ្លះយើងក៏ប្រែមិនរួចដូចឈ្មោះដើមឈើដូចឈ្មោះត្រីដូចឈ្មោះសត្វដូចឈ្មោះរបស់ដែលយើងដឹងពុំបាននឹងយើងក្រែមិនរួចដែរមិននឹងជាន័យគេថាម៉េចទេពីព្រោះដើមឈើនេះបើជាយើងសួរគ្នាថាហេតុម៉េចឈើនឹងមិនក៏ឈ្មោះដើមគ្រើឥឡូវយើងទៅប្រកបថាពីព្រោះពីដើមអានឹងវាចេញជាប់មកជាមរៈរួចដល់អាណាណែតែទៅវងវាមិនបានទេកុំព្រើលកុំទៅវអានឹងរលថាអញ្ចឹងកុំកើតមិនក៏ឈ្មោះត្រាចមិនក៏ឈ្មោះធ្ងន់មិនក៏ឈ្មោះខ្ចឹករាំងសុក្រំនឹងកុំប្រែអត់រួចទេត្រូវយើងប្រែថាឈើប្រភេទមួយព្រោះមានលក្ខណៈចុះមានក្លឹមយ៉ាងនោះជាប់ទេគេប្រែទេទៅវិញទេកុំទៅប្រែថាបានដើមហៅដើមសុក្រំពីព្រោះអានេះយកមកធ្វើថ្នាំផឹកកែរោគក្រំនឹងអត់ត្រូវទេមែនទេនឹងយើងតល់នឹងទុកជាតិណាក៏ចឹងដែរណាអែឧត្តមគឺ
មានខ្លះប្រែរួចមានខ្លះប្រែរួចដូចជាដើមបំពេញរាជអាត្មានិយាយដូចទៅណាទៅទេដើមបំពេញរាជពីដើមមកគេហៅដើមលក់គេសរសេរលោរះមុខហៅដើមលក់នេះចាស់ទុំនេះមិនបានឃើញក្នុងពងសាវតាទេចាស់និយាយមកបានគេហៅបំពេញរាជពីព្រោះបកូនណាអង្គច័ន្ទដួងអង្គច័ន្ទលោកសពប្រទេសណាស់នឹងឈើនឹងសពប្រទេសខ្លែនឹងយកមកជ្រក់យកសម្បកមកស្លោតាមចាស់ទុំស្លោមកជូរបានជាដួងសពប្រទេសឲ្យឈ្មោះថាដើមបំពេញរាជលាវគេហៅកថន់ដាក់សំទៅគេថន់នឹងមានធ្ងន់បងកថន់នឹងយើងបើយើងប្រែរួចយើងប្រែបានដូចជាស្ទឹងមានជ័យពីដើមឈ្មោះស្ទឹងតតឹងថ្ងៃដល់មករាជបញ្ជ័យចែកស្ដាណែចៅភ្ញាប្រក្តីសង្គ្រាមហុកក្រាបអង្គមទូលនៅត្រង់ទួលប្រស្រីនេះថាដែលច្បាំងឈ្នះផ្ដាច់រត់នៅត្រង់ស្ទឹងតតឹងថ្ងៃនេះឯងកាប់រេពលខាងទៅត្រូវនោះស្លាប់ស្អុយទឹកនឹងស្អុយបានជាគេហៅអន្លង់ក្បាលយួននៅសពថ្ងៃនេះបានជាដួងមានព្រះអង្គព្រះជាអង្គការថាបើចឹងណែយើងហៅស្ទឹងមានជ័យទៅដែលហៅស្ទឹងតតឹងថ្ងៃជាប់ជាស្ទឹងមានជ័យដូចទួលព្រះស្រីមកអំពីកាលដែលព្រះបាទបរមរាជាភ្ញាយ៉ាតលោកមកសោយធ្វើវាំងធ្វើប្រាសាទហ្នឹងបានធ្វើដំណាក់មួយថ្វាយព្រះស្រីរាជាប្រទានរាជាព្រះរាជបុត្រនោះគេហៅថាទួលព្រះស្រីរាជាព្រោះដំណាក់នៅនោះដល់យូរទៅបាត់រាជានៅទទួលព្រះស្រីទៅទេបន្តិចថាទួលហ្នឹងទៅយកស្រីណាទៅដាក់អត់មែនទេអានេះយើងដោះស្រាយរួចពីព្រោះវាមានន័យមានលំអានមកតែចុះក្រៅពីនោះដោះស្រាយមិនរួចដូចពាក្យថាពលឹកនេះនៅលើគោកមកពីពាក្យថាដែលគួរភ្លឹកដែលភ្លឹកប៉ុន្តែថាទម្លាប់ហ្នឹងវាចឹងដែរឥឡូវលោកដាក់ណាអាត្មាអានតាមលោកសរសេរសូមក្រាបបង្គំទូលសម្ដេចព្រះមហាក្សត្រយានីជាអម្ចាស់ជីវិតលើត្បូងសូមជ្រងជ្រាបក្រោមល្អងទូលីប្របាននេះគឺតាំងដាក់បច្ចត់មួយឲ្យក្រោមមកប៉ុន្តែកុំឲ្យដល់លើឲ្យលេខតាមទៅឲ្យទៅចប់នៅចិត្តចុងបច្ចត់នេះជាទម្លាប់បែបដែលត្រូវតែធ្វើបច្ចត់មកថ្វាយសម្ដេចព្រះមហាក្សត្រយានីបើជាលោកសង្ឃវិញគ្មានលើត្បូងទេសម្ដេចព្រះមហាសូមថ្វាយពពកសម្ដេចព្រះមហាក្សត្រយានីជាម្ចាស់ជីវិតសូមជ្រងជ្រាបប៉ុណ្ណឹងគ្មានក្រោមអង្គទូលីប្របាទទេមិនទៅលុក